បឋមដោយ Fiesta ភោជនីយដ្ឋានក្រវាញថ្ងៃនេះរៀងតិចទៅជុំខ្លាំងណាស់ព្រះពិរុនបងអោមកតិចអូវ៉ាវពិតជាពិសេសមែនតើបាទសូមជម្រាបសួរទូរទស្សនិកជនជាទីគោរពគណៈនេះយើងវិលត្រឡប់មកជួបគ្នាសាជាថ្មីទៀតនៅក្នុងកម្មវិធីអាណាចក្ររថយន្តដែលរៀងរាល់សប្តាហ៍កម្មវិធីរបស់យើងតែងតែធ្វើការបង្ហាញជូននៅរថយន្តស៊េរីថ្មីនិងទំនើបនេះការផលិតចុងក្រោយដែលឡែកនៅក្នុងសប្តាហ៍នេះពីកម្មវិធីអាណាចក្ររថយន្តរបស់យើងនឹងធ្វើការបង្ហាញជូននៅរថយន្តប្រភេទទំនើបមួយប្រភេទទៀតដែលរថយន្តមួយប្រភេទនេះអាចនិយាយបានថាកំពុងតែពេញនិយមបាទនៅតាមបណ្ដាប្រទេសមួយចំនួននៅលើពិភពលោកហើយនាពេលបច្ចុប្បន្នយើងឃើញថានៅក្នុងប្រទេសកម្ពុជារបស់យើងក៏មានការប្រើប្រាស់ច្រើនជាមួយនឹងរថយន្តប្រភេទទំនើបបែបនេះហើយលោកអ្នកចង់ដឹងថាតើរថយន្តនេះជារថយន្តអ្វីបាទនៅក្នុងសប្តាហ៍នេះយើងនឹងធ្វើការបង្ហាញជូននៅប្រភេទរថយន្តមួយប្រភេទគឺ Audi Q7 ឆ្នាំ2016ចង់ដឹងថាតើ Audi Q7 ឆ្នាំ2016វាមានលក្ខណៈពិសេសអ្វីខ្លះបាទដូច្នេះមកទស្សនាជាមួយនឹងការបង្ហាញជូននៅមុខងារមួយចំនួននៅក្នុងរថយន្ត Audi Q7 ឆ្នាំ2016ទាំងអស់គ្នាពីកម្មវិធីរបស់យើងនៅក្នុងវគ្គនេះនឹងធ្វើការបង្ហាញជូនបាទពីបច្ចេកវិទ្យាទំនើបមួយចំនួនដែលបានបំពាក់ទៅលើរថយន្ត Audi Q7 ឆ្នាំ2016ចង់ដឹងថាតើវាប្លែកពីរថយន្តមុនយ៉ាងណាខ្លះវាមានលក្ខណៈពិសេសយ៉ាងណាខ្លះនៅក្នុងកម្មវិធីរបស់យើងនឹងធ្វើការបង្ហាញជូនកលេចមកមើលតាប្លូដ៏ធំទូលាយរបស់ Audi Q7 2016គឺមានប្រណិតភាពដែលរំលេចនូវភាពស្រស់ស្អាតគួរជាទីចាប់អារម្មណ៍ហើយក្នុងនោះយើងឃើញមានការរំលេចទៅដោយក្រោមបាទដែលមានពណ៌ភ្លឺនិងស្អាតបន្តិចរំលេចជាមួយនឹងអក្សរ logo ដែលភ្ជាប់ហើយកលេចមើលខាងក្រោមនេះគឺមានបាទភ្ជាប់ជាមួយនឹងឈើដែលមើលទៅគឺពិតជាស័ក្តិសមហើយនឹងស្រស់ស្អាតរថយន្ត Audi Q7 2016ជារថយន្តដែលផលិតនៅក្នុងប្រទេសអាល្លឺម៉ង់បាទហើយវាមានម៉ាស៊ីន6បាទដែលប្រើកម្លាំង 3.0 ហើយក្នុងនោះគឺវាប្រើប្រាស់ប្រេងឥន្ធនៈជាប្រភេទ Mazut យើងមើលមកប្រអប់លេខរបស់វាគឺតូចហើយកាន់ទៅមានអារម្មណ៍ថាស្នាប់ជាមួយនឹងវាបាទហើយវាមានភាពងាយស្រួលនៅពេលដែលយើងចង់ចតអីមិនបាច់រុញទៅពេដូចឡានយើងធម្មតាទេគឺមានអក្សរពេបាទបានន័យថា parking គឺជាកន្លែងចតរបស់វានៅពេលដែលយើងកំពុងតែបើកបរហើយយើងអែបត្រូវការឈប់អញ្ចឹងគ្រាន់តែចុចពេបានន័យថាគឺវាចតហើយយើងកន្លែងមកមើលមុខងារមួយចំនួននៅលើបាទខាងមុខនេះបាទវាប្រើប្រភេទដូចជា computer របស់យើងអញ្ចឹងវាមានជាម៉ៅបាទដែលអាច select ឥឡូវខ្ញុំឧទាហរណ៍ឲ្យមើលហើយចាំមើលទៅលើ screen នោះនៅពេលដែលខ្ញុំប្រើមុខងារមួយចំនួននៅពេលនេះគឺយើងកំពុងតែប្រើពាក្យថា mediaគឺពាក់ព័ន្ធទៅនឹងការកំសាន្តរបស់យើងដូចជាចាក់បទចម្រៀងចាក់អីចឹងទៅឥឡូវនេះគ្រាន់តែខ្ញុំ select លើ media មកបាទគឺវារើសឲ្យហើយអញ្ចឹងវាកំពុងដំណើរការហើយបាទគឺលយមែនតើពិសេសមែនតើហើយមួយទៀតយើងទៅមើលមុខងារមួយចំនួនទៀតបន្ទាប់ពីវីដេអូហើយយើងមកមើលខាងឆ្វេងនេះគឺវាមានពាក្យ map ហើយនិង telephone អញ្ចឹងលោកអ្នកចង់ connect ជាមួយនឹងទូរស័ព្ទរបស់លោកអ្នកគ្រាន់តែធ្វើទៅតាមការណែនាំដែលវាបង្ហាញជូននៅលើ screenនោះលោកអ្នកអាចប្រើប្រាស់ជាមួយនឹងទូរស័ព្ទដៃរបស់លោកអ្នកបានបាទនេះដូចជាពាក្យ sound បាទប្រព័ន្ធសំឡេងយើងគ្រាន់តែ select លើវាមកអញ្ចឹងយើងអាចសេរីបានឧបមាថានេះគឺ tribal bass balance ក៏ដូចជា sound effect speed បាទគឺនៅក្នុងហ្នឹងបាទឥឡូវយើងចង់បើកតម្លើងបាសអញ្ចឹងយើង select មកបាទនេះបាសយើងបើកមកអញ្ចឹងបានន័យថាបាសវាលឺខ្លាំងជាទូទៅគឺយើងប្រើប្រាស់ភាគច្រើនយកមក balance បាទន័យថាគឺការបែងចែកសំឡេងនេះលោកអ្នកឃើញហើយឥឡូវនេះគឺវាចែកសំឡេងស្មើគ្នាបាទអញ្ចឹងក្នុងមួយតួរថយន្តនេះសំឡេងគឺបែងចែកស្មើគ្នាទាំងមុខទាំងក្រោយទាំងឆ្វេងទាំងស្ដាំបាទន័យថាវាមានតលយៈភាពពិសេសមែនតើបាទមានភាពងាយស្រួលអញ្ចឹងវាបង្កលក្ខណៈងាយស្រួលទៅដល់អ្នកបើកបរគឺខុសពីរថយន្តដទៃដោយវាមាន screen ដ៏ធំទូលាយហើយមានភាពងាយស្រួលក្នុងការបង្ហាញមិនចាំបាច់ងាកចុចឆ្វេងស្ដាំទេយើងក៏លេចមកមើលនៅចង្កូតបាទ Audi Q7 2016ពិតជាស្រស់ស្អាតហើយចង្កូតរបស់វាគឺយើងអាចដកវាមកហើយយើងអាចរុញវាចូលទៅតាមដៃយើងវែងខ្លីអាចតម្លាក់ខ្ពស់ទាបបាទដូចជាយើងចង់លើកចង់តម្លាក់អូខេកម្រិតទៅតាមអ្វីដែលយើងចង់បានដែលយើងចូលចិត្តឥឡូវយើងក៏លេងមកមើលមុខងារមួយចំនួនដែលបំពាក់នៅលើតាប្លូនេះគឺវាស្រដៀងទៅនឹងរថយន្តមុនដែរប៉ុន្តែវាមានភាពខុសប្លែកខ្លះដោយសារតែវាបន្ថែមនៅមុខងារមួយចំនួនទៀតយើងមកមើលដូចជាបាទនេះគឺប៊ូតុងនេះគឺសម្រាប់បិទបើកទៅលើ screen នៅខាងមុខរបស់យើងបាទយើងខ្ជិលចង់មើលយើងចង់មើលទៅលើនេះបាទពីព្រោះមុខងារមួយចំនួននៅលើនេះនិងលើចង្កូតគឺអាច control នៅលើ screen LCD ពីមុខនៃបើកបរបានហើយបើមិនអញ្ចឹងទេយើងចង់បើក
បាទ screen នៅខាងមុខវិញគឺយើងអាចបើកមកគឺយើងអាច control នៅលើ screen ក៏បានហើយយើងមកមើលបាទនេះគឺពាក់ព័ន្ធទៅនឹងបាទ parking sensor របស់វាបាទអញ្ចឹងនៅពេលដែលយើងចង់ថយក្រោយយើងចង់ទៅមុខមើលឆ្វេងស្ដាំអញ្ចឹងយើងចង់ដឹងថាមានអ្នកណាមកក្បែរជិតវាដើម្បីឲ្យវាផ្ដល់សញ្ញាហ្នឹងគឺយើងចុចទៅលើ parking sensor វាហ្នឹងមកបាទហើយមួយទៀតអានេះគឺអ្វីដែលពិសេស Audi Q7 បំពាក់ខ្ញុំចង់បង្ហាញជូននៅកន្លែងនេះបាទវាបានបំពាក់នៅគេហៅថាparking auto អាហ្នឹងគ្រាន់តែយើង select លើវាមកមិនបាច់យើងខ្វល់ខ្វាយនៅពេលយើងចូលចតឡានវាចេះសេរីវាចេះបវលវាចេះរោមមុំយកប្រឡោះយ៉ាងម៉េចឲ្យឡានហ្នឹងចូលចតទៅតាមការកំណត់របស់យើងនឹងគឺជាបច្ចេកវិទ្យាទំនើបរបស់វាដែលបានបំពាក់ទៅលើបាទ Audi Q7 2016ហើយយើងក៏លេចមកមើលផ្នែកខាងលើដំបូលបាទគឺភាពស្រស់ស្អាតហើយអ្វីដែលខ្ញុំចាប់អារម្មណ៍គឺពិសេសមែនទែនសម្រាប់ខ្ញុំមិនដែលឃើញជាលើកទី1ហើយខ្ញុំអាចនិយាយបានថាវាពិតជាអស្ចារ្យមែនទែនចាំមើលខ្ញុំនឹងបង្ហាញជូនកុំឲ្យខ្ញុំចេះតែថាចេះតែប្រូមិនទាំងមាន OD អីជិះផងអីធ្វើឯងដូចចេះណាដូចដឹងអញ្ចឹងចាប់អារម្មណ៍ទៅលើអំពូលនេះបាទគឺវាមានភាពឆ្លាតវៃមែនទែនជាទូទៅឡានយើងត្រូវចុចអានេះប៊ូតុងឲ្យផុងចង់លិចមេដៃអញ្ចឹងណាបានភ្លឺប៉ុន្តែ OD អត់ទេគ្រាន់តែយើងយកដៃប៉ះទៅលើឡែមវាហ្នឹងគឺវានឹងភ្លឺហ្មងបាទនេះលយមែនទែនបាទពាក់ព័ន្ធទៅនឹងដំបូលលើរថយន្ត Audi គឺមានអារម្មណ៍ថាប្លែកជាងរថយន្តទូទៅដោយសារដំបូលរបស់វាគឺអាចបើកតាំងពីមុខដល់ក្រោយបាទបានន័យថាបើកពេញមួយតួឡានហ្មងតាំងពីកន្លែងនេះខ្ញុំអង្គុយនេះដូចកំពុងបង្ហាញជូនអញ្ចឹងអាចបើកពីនឹងរហូតដល់ក្រោយហើយវាមានតំណប់របស់វាមួយតង់ទៀតក្នុងករណីដែលយើងបើកទៅមានអារម្មណ៍ថាពលឺចូលគ្រប់គ្រាន់តែក្តៅខ្លាំងពេកអញ្ចឹងគេមានបិទមួយជាន់ដែលយើងអាចធ្វើការបង្ហាញជូនវានឹងបិទដំបូលហ្នឹងដោយវាមាននេះមកហើយវារូតមកហើយបាទឥឡូវចាំមើលទាំងអស់គ្នាវាកំពុងធ្វើដំណើរមកព្រោះនេះវាអូតូអញ្ចឹងវារៀងអាចនិយាយបានថាវារៀងយឺតប៉ុន្តែវាមានភាពងាយស្រួលនេះមកហើយបាទអញ្ចឹងទៅពេលដែលយើងចង់បើកដំបូលពលឺបានហើយប៉ុន្តែរៀងក្តៅអញ្ចឹងយើងដាក់ប៉ុណ្ណឹងមកបាទខ្យល់ចូលពលឺគ្រប់គ្រាន់អញ្ចឹងកាត់បន្ថយកម្ដៅឥឡូវនេះខ្ញុំបើកវាឲ្យត្រឡប់ទៅវិញឥឡូវវាទៅវិញហើយទៅហើយអូយពិសេសមែនតើបាទហើយដំបូលរបស់វាគឺយើងអាចបិទដំបូលនេះជិតមកបាទគឺវាមកហើយឥឡូវនេះដំបូលយើងគឺចូលមកហើយបាទឥឡូវយើងមកមើលប៊ូតុងនៅទ្វារខាងឆ្វេងរបស់យើងវិញគឺជាប្រភេទអូតូឥឡូវនេះខ្ញុំបានបង្ហាញជូនអំពីមុខងារមួយចំនួនដែលបានបំពាក់ទៅលើរថយន្ត Audi Q7 2016រួចរាល់ហើយផ្នែកខាងមុខឥឡូវនេះយើងទៅជួបគ្នានៅក្នុងវគ្គ Test Drive ទាំងអស់គ្នាម៉ាលីយ៉ាកូនមិនទាន់គេងទេអីចាពុកហើយកូនកំពុងតែរៀបសភៅសម្រាប់ថ្ងៃស្អែកមែនទេចាពុកគឺសភៅមេរៀនវិទ្យាសាស្ត្រសម្រាប់ថ្ងៃស្អែកដែលអ្នកគ្រូផ្ដាំថាយើងត្រូវរួមគ្នាការពារសន្តិភាពអូសូនដើម្បីភពផែនដីយើងដូច្នេះយើងត្រូវកាត់បន្ថយការប្រើប្រាស់ម៉ាស៊ីនត្រជាក់និងឧបករណ៍ដែលប្រើប្រាស់សារធាតុ Hydrochloroplui Orocarbon HCFC ដែលមានប្រើប្រាស់ច្រើននៅលើពិភពលោកហើយមានសារធាតុបំផ្លាញសន្តិភាពអូសូនជាច្រើនទៀតដែលប្រើនៅក្នុងបំពង់ spray បំពង់ពន្លត់អគ្គិភ័យទូទឹកកកម៉ាស៊ីនត្រជាក់ថ្នាំកសិកម្មនិងសារធាតុផលិតអេប៉ុងជាដើមពុកដឹងទេការលុបបំបាត់សារធាតុបំផ្លាញសន្តិភាពអូសូនក៏បានចូលរួមកាត់បន្ថយការកើនកម្ដៅនៅលើភពផែនដីយើងផងដែរអូបាទកូនពុកយល់ហើយការពារសន្តិភាពអូសូនការពារភពផែនដីយើងក្រវ៉ាញ់ភោជនីយដ្ឋានម្ហូបខ្មែររសជាតិដើមពិតៗមាន2ទីតាំងទី1ស្ថិតនៅលើផ្លូវសុធារសទីតាំងទី2ស្ថិតនៅជិតផ្សារទួលទំពូងសូមទំនាក់ទំនងលេខទូរស័ព្ទ012 539 977 Fiesta គឺជាក្រុមហ៊ុនដែលមានជំនាញក្នុងការផ្តល់សេវារៀបចំព្រឹត្តិការណ៍និងកម្មវិធីផ្សេងៗដូចជាសិក្ខាសាលាវេទិកាសាធារណៈសន្និសីទសារព័ត៌មានការតាំងពិព័រណ៍ពិធីជប់លៀងនិងការសម្ពោធក្រុមហ៊ុនជាដើមព័ត៌មានបន្ថែមសូមទំនាក់ទំនង